អត់មកសួរញាតិញោមមួយហើយញាតិញោមគិតឲ្យចាំឆ្លើយមួយគេនិយាយពិតតែពាក្យមិនសូវព្រោះហើយពាក្យសាមញ្ញធម្មតាតែយើងស្ដាប់ទៅមិនសូវសប្បាយចិត្តបានទេមួយទៀតពាក្យហ្នឹងយើងស្ដាប់ទៅគេពូកែលើកទឹកចិត្តយើងតែអត់ពិតទេជួយចិត្តស្ដាប់មួយណាធម្មតាដល់សួរទៅចេះឆ្លើយអញ្ចឹងហើយទៅធៀបពិតអាថ្មឃើញតែចង់បានតែបញ្ជោសរសើរបញ្ជោសរសើរហ្នឹងសូម្បីតែចូលប៉ុនអញ្ចឹងដែរឲ្យពោះតិចតិចចូលតិចតិចឲ្យពោះច្រើនច្រើនចូលច្រើនច្រើនចឹងមែនអត់ហ្នឹងហើយញាតិញោមអាត្មាមកឆ្នាំទុំវិញនៅខាងណាទេនៅខាងម៉ាសាយូសេតemមិនដឹងថាអាត្មានឹងឆ្មើងដល់ហ្មងចូលប៉ុនមកកកោកអត់ទៅឲ្យពោះឯងបន្តិចហ្នឹងហើយញាតិញោមដឹងមិនទេពុទ្ធត្រាស់ដឹងដំបងព្រះអង្គអត់ដែរឲ្យពោះមួយម៉ាត់ទេភិក្ខុណាឲ្យពោះដំបងព្រះអង្គដាក់ទោសទៀតដំបងឡើយព្រះអង្គគង់ចឹងទៅស្រាប់តែព្រះអង្គអត់ស្រួលប្រកាយទៅกระดาษឆែតព្រះអង្គกระดาษដែរតាដល់กระดาษទៅភិក្ខុដែលគង់ជុំវិញហ្នឹងក៏ឲ្យពោះព្រះអង្គថាសូមព្រះអង្គមានបញ្ជូនយឺនយូរ bless you ណាដល់អញ្ចឹងព្រះអង្គថាវាមិនដែលអាกระดาษហ្នឹងមកពីខ្លួនយើងវាមានបញ្ហាវាមានន័យតែស្ទះចង់ងាប់ហ្នឹងអាហ្នឹងមិនវាចេញមកជាกระดาษឆែតហ្នឹងមានន័យថាចលនារាងកាយហ្នឹងវាដើរអត់ស្រួលហើយមិនក៏กระดาษឆែតទៅវាទៅជាអាយុវែងព្រះអង្គដាក់បញ្ញត្តិមួយពឹបថាភិក្ខុណាលើពីណាกระดาษឲ្យពោគេយ៉ាងនេះយ៉ាងនោះត្រូវអាបត្តិទុកគាត់ប៉ុន្តែដល់ថ្ងៃក្រោយទៅលោកទៅឆាន់នៅតាមស្រុកដល់ទៅឆាន់នៅតាមស្រុកលោកกระดาษញាតិញោមឲ្យពោសូមលោកម្ចាស់មានបញ្ជូនយឺនយូរដល់គេกระดาษវិញលោកអត់ហ៊ានឲ្យព្រោះព្រះអង្គហាមអីនោះនិយាយងោហ្មងនិយាយសម័យនោះងោនិយាយដើមលោកទេលោកនេះអីក៏កំរិះអីប្រកេនចង្ហាន់ទាំងថាសកាន់តែពេលឲ្យពោម៉ាត់ពេលអីកដាមកឲ្យគេស្ដីឲ្យអញ្ចឹងបានយករឿងហ្នឹងទៅប្រាប់ព្រះអង្គបបពុតព្រះអង្គហើយតាំងពីព្រះអង្គបញ្ញត្តិសិក្ខាបទមកខ្ញុំព្រះអង្គមិនដែលហ៊ានឲ្យពោគេទេប៉ុន្តែឥឡូវនោះដល់មិនឲ្យគេអញ្ចឹងគេថាយើងនឹងវាកំណាញ់ពាក្យកំណាញ់សម្ដីគេស្ដីឲ្យបានព្រះអង្គពិចារណាមើលទៅថាអូអនិច្ចាមនុស្សលោកអីក៏លោកងងម្លេះឃើញទេព្រះអង្គសង្វេគបានព្រះអង្គថាហើយបើគេត្រូវការអញ្ចឹងអ្នកឯងឲ្យម៉ាត់ទៅព្រះអង្គអនុញ្ញាតឲ្យវិញបន្តិចទៅឲ្យនេះគឺឲ្យសោះតែនឹងខានហេតុអីបានជាព្រះអង្គមិនផ្ដោតពីលើរឿងការឲ្យពោខ្លាចមនុស្សភ្លេចប្រព្រឹត្តល្អខ្លួនឯងភ្លេចខ្លួនណាញាតិញោមពីព្រោះល្អហ្នឹងវាអត់មានល្អដោយសារមាត់គេឲ្យទេធាតុពិតវាល្អចេញពីក្នុងទៅដូចមាសអញ្ចឹងធម្មជាតិមាសហ្នឹងយើងមិនមែនវាល្អដោយសារយើងហៅវាថាមាសទេវាជាមាសស្រាប់វាជាមាសស្រាប់ទេហើយមាសហ្នឹងបើមាសវាអត់សុទ្ធហើយមាត់យើងថាជាមាសសុទ្ធក៏វាអត់សុទ្ធតាមមាត់យើងដែរធម្មជាតិវាយ៉ាងម៉េចអញ្ចឹងធាតុពិតយ៉ាងម៉េចអញ្ចឹងចិត្តហ្នឹងអញ្ចឹងព្រះអង្គសម្ដែងអញ្ចឹងថាសត្វសៅហ្មងព្រោះចិត្តសៅហ្មងសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធសុទ្ធិអសុទ្ធិបច្ចតੰសេចក្តីបរិសុទ្ធឬមិនបរិសុទ្ធអាស្រ័យទៅលើខ្លួនឯងទេទៅដឹងច្បាស់និញោអញ្ញវិសោធិយេអ្នកដតីមិនអាចញ៉ាំងអ្នកដតីឲ្យបរិសុទ្ធបានទេសូម្បីអំណាចព្រះសម្មាសម្ពុទ្ធក៏មិនអាចញ៉ាំងនរណាម្នាក់ឲ្យបរិសុទ្ធបានដែរដូចជាប្របីដាក្មេកព្រះអង្គអញ្ចឹងនឹងសាច់ឈាមចិត្តហើយត្រូវជាប្របីដាក្មេកទៀត
នៅពេលដែលមិនជ្រះថ្លាជាមួយព្រះសម្មាសម្ពុទ្ធខឹងរឿងព្រះអង្គទៅបួសចោលនាងពំពានោះពំពាកូនគាត់ព្រះអង្គឮតំណែងថាមួយថ្ងៃបបីដើរក្មេងនឹងជេរទៅព្រះអង្គមានបំណងចង់ទៅប្រោសឪពុកក្មេកទៅជាមួយនឹងព្រះអានន្ទដោយគិតថាបើបបីដើរក្មេងនឹងដូរទិដ្ឋិមកវិញដាក់ចោលនៅមាននេះហើយជ្រះថ្លាឈប់ប្រកាន់រឿងចាស់វិលមកធ្វើសេចក្តីល្អត្រេកអរនឹងធម៌ដែលព្រះអង្គត្រាស់ដឹងឬក៏អាចមានសទ្ធាដាក់បាតអីបន្តិចបន្តួចអានឹងក៏វាអាចធ្វើឲ្យគាត់នឹងថឹងឡើងវិញប្រព្រឹត្តល្អឡើងវិញអាចមិនធ្លាក់ទៅកាន់អបាយភូមិជាអរិយពវាទណាជាអន្តរាយិកៈធម៌កន្លែងហ្នឹងបំណងនឹងបំណងទៅប្រោសបំណងចង់ទៅធ្វើឲ្យគាត់នឹងរួចអំពីបាបប៉ុន្តែទៅដល់ចិត្តវាំងនឹងស្រាប់តែគាត់ឮរាជអាមាត្យប្រាប់ថាបុត្រប្រសារបស់ព្រះអង្គនឹងបុត្រសន្និសារបស់ព្រះអង្គនឹងមុនមកប្រាប់គេឲ្យទៅបិទទ្វារនគរកុំឲ្យចូលអញសອບមុខបិទទ្វារទៅព្រះអង្គអត់ទៅបើព្រះអង្គចង់ទៅក៏នៅតែបានដែរតែបើព្រះអង្គនៅតែចូលទៅទៀតគាត់ប្រកាសជាតឹងទ្រូងប្រេះទ្រូងងាប់អញ្ចឹងក៏ព្រះអង្គញញឹមត្រឡប់មកវិញមកនេះបំណងព្រះពុទ្ធថាទៅចង់ឲ្យគាត់បរិសុទ្ធសួរថាបានអត់បើខ្លួនឯងនឹងវាអត់ជ្រះថ្លាខ្លួនឯងនឹងវាអត់មានពូជអីដើម្បីឲ្យគេដាំដុះទេរួចអត់នឹងអំណាចព្រះពុទ្ធផងទៅជួយអត់បានទេអញ្ចឹងសត្វលោកយើងត្រូវប្រកបដោយអង្គពីរសរុបមកវិញទី1គឺបរតោខោសៈបរតោខោសៈមានន័យថាអាស្រ័យនឹងអ្នកដទៃបរិយាកាសបរិស្ថានខាងក្រៅជុំវិញខ្លួនយើងជាញាតិមិត្តជាសាច់ញាតិជាគ្រូបាអាចារ្យឪពុកម្ដាយនឹងដែលជាអ្នកផ្ដល់អ្វីឲ្យយើងទាំងចំណេះដឹងទាំងទំនៀមទម្លាប់ទាំងស្អីទាំងអស់ហ្នឹងហើយម្យ៉ាងទៀតគឺយោនិសោមនសិការៈខាងក្នុងណាខាងក្នុងចិត្តរបស់ខ្លួនយើងនេះឯងទៅអាចធ្វើឲ្យអង្គទាំងពីរនឹងជួបគ្នាទៅសម្រេចគោលដៅបានអញ្ចឹងសរុបមកវិញជាសេចក្តីផ្ដើមថ្ងៃហ្នឹងអាត្មាចង់ជម្រាបញាតិញោមថាញាតិញោមមិនបាច់តែស្ទឹងស្អីទេគ្រាន់តែគេខ្ចីលុយហ្នឹងបើគេសន្យាថាថ្ងៃស្អែកគឺចង់បានថ្ងៃស្អែកគេពជាតែ10ថ្ងៃក៏ខឹងដែរជាធម្មតាណាមែនទេបើ10ថ្ងៃមកដល់គេថាចាំខែក្រោយអន់ចិត្តតិចទៀតមួយខែមកដល់គេថាឆ្នាំក្រោយអន់ចិត្តតិចទៀតតែបើប៉ុនវិញមិនក៏ចាំយូរមិនចាំជាតិក្រោយមែនទេមិនក៏មិនយកជាតិនឹងណាមិនក៏មិនយកជាតិនឹងព្រោះតែធ្វើបុណ្យស្ដាប់ធម៌ក៏ដោយរៀនធម៌ក៏ដោយមិនយកជាតិនឹងហើយបាននៅតែមានជំនឿប្រទេសបដាមិញអាត្មាទៅមើលគេបង្ហោះតាមเพจមានលោកមួយអង្គមិនដឹងថាថៃឬក៏ខ្មែរទេកាន់តែដេញដូចបំបោះមួយប៉ុណ្ណាមួយវ័យក្បាលភូយើងមានឃើញទេវាសំមុខហើយនឹងហើយដែលធ្វើបុណ្យជាតិនឹងស្ដាប់ធម៌ជាតិនឹងតន់ពុទ្ធសាសនាជាតិនឹងមិនព្រមប្រឹងប្រែងឲ្យមានបញ្ញាជាតិនឹងមកភូសនឹងបែបចង់ឡើងឋានសួគ៌យ៉ាងតាមមើលមែនទេ